តែល្អទេសម្រាប់អ្នកចូលចិត្តទុកពុកមាត់ពុកចង្កាវែងការទុកពុកមាត់និងពុកចង្កាវែងខុសពីធម្មតាជាចំណង់ចំណូលចិត្តរបស់បុរសទៅតាមការចង់បានរបស់ពួកគេប៉ុន្តែវាក៏ផ្ដល់នូវគុណសម្បត្តិនិងគុណវិបត្តិផងដែរតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ University of Queensland របស់ប្រទេសអូស្ត្រាលីបានបង្ហាញថាពុកមាត់អាចការពារម្ចាស់របស់វាពីកាំរស្មី UV ដែលមានគ្រោះថ្នាក់រហូតដល់ទៅ 95%ពុកមាត់នឹងមិនអាចការពារពន្លឺព្រះអាទិត្យបានឡើយប៉ុន្តែវាអាចទប់ស្កាត់កាំរស្មី UV បានចំណែកឯរោមមុខអាចជួយការពារប្រឆាំងទៅនឹងជំងឺមហារីកស្បែកនិងផ្លាស់ប្ដូរមុខមាត់ទម្រង់មុខរបស់អ្នកទៀតផងទោះជាយ៉ាងនេះក្តីពុកចង្កានិងពុកមាត់ច្រើនពេកក៏អាចបណ្ដាលឲ្យឆ្លងជំងឺស្បែកនិងបាក់តេរីទៅអ្នកដទៃតាមរយៈការថើបប៉ះពាល់ឬសកម្មភាពនានាដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់បាក់តេរីរស់នៅព្រមទាំងវិវត្តខ្លួនរបស់ពួកវាកាន់តែលឿនចំពោះការទុកពុកមាត់ពុកចង្កាបរោះនេះត្រូវបានអ្នកជំនាញព្រមានថាវាជាចម្រុកនៃបាក់តេរីរាប់ពាន់ដែលបង្កគ្រោះថ្នាក់ជាពិសេសសម្រាប់អ្នកដែលមានទម្លាប់ច្បូតពុកចង្កាគឺបាក់តេរីអាចផ្លាស់ទីយ៉ាងងាយស្រួលតាមរយៈដៃទៅមាត់និងមុខហើយអាហារមួយចំនួននឹងជាប់នឹងពុកចង្កានៅពេលបរិភោគដែលបណ្ដាលឲ្យមានក្លិនមិនល្អផងដែរតាមការពិសោធន៍បង្ហាញថាទោះបីជាពុកចង្កានេះស្អាតក៏ដោយក៏ប៉ុន្តែបាក់តេរីដែលនៅរស់រានមានជីវិតនឹងអាចឆ្លងទៅមនុស្សផ្សេងទៀតអត្ថបទនេះដែរដកស្រង់ចេញពីសុក្រំកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេចូលរួមសម្រេចគោលដៅកាត់បន្ថយជំងឺមិនឆ្លងក្នុងពិភពលោកដើម្បីសុខភាពល្អអាយុយឺនយូរ